បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទពីវីដេអូពីទឹកដីកោះកុងក៏ពិតវីដេអូនេះជាដំណើរកម្សាន្តរបស់ខ្ញុំកាលពីឆ្នាំមុនតែដោយសារតែខ្ញុំអត់មានពេលកាត់អស់ទៅនឹកឃើញហ្នឹងដោយសារតែចេះទៀតដោយសារតែជិតដល់ពេលដែលត្រូវដើរលេងប្រចាំឆ្នាំម្ដងទៀតហើយជារៀងរាល់ឆ្នាំពួកខ្ញុំតែងតែមានដំណើរកម្សាន្តជិះម៉ូតូទៅកាន់តំបន់ទេសចរផ្សេងៗនៅក្នុងប្រទេសជាតិកម្ពុជាហើយឆ្នាំនេះគឺពួកខ្ញុំទៅកាន់ខេត្តរតនគិរីឥណ្ឌូគិរីអញ្ចឹងទៅនឹកឃើញវីដេអូការកោះកុងអត់បានកាត់ក៏នឹកឃើញអូខេកាត់ឲ្យហើយអញ្ចឹងទៅហ្នឹងហើយវីដេអូនេះគឺបង្ហាញត្រួសពីរមណីយដ្ឋានផ្សេងៗនៅក្នុងខេត្តកោះកុងក្នុងនោះរួមមានស្ទឹងដំណាក់ក្បូនស្ទឹងដំណាក់ក្បូននេះគឺស្ថិតនៅក្នុងផ្លូវជាតិលេខ10ចន្លោះខេត្តពោធិ៍សាត់ជាមួយនឹងកោះកុងហ្នឹងណាបាទនេះគឺជាស្ទឹងដំណាក់ក្បូនគឺបរិយាកាសនៅទីនេះអស្ចារ្យមែនតែស្អាតខ្លាំងហើយឃើញថាស្ទឹងនេះលើពេញនិយមសម្រាប់បងប្អូនដែលគាត់ធ្វើដំណើរចន្លោះខេត្តកោះកុងពោធិ៍សាត់តាមរយៈផ្លូវជាតិថ្មីផ្លូវជាតិលេខ10ហ្នឹងគឺកម្ររំលងទីតាំងមួយនេះគឺគាត់តែងតែឈប់សម្រាកអាចមានកញ្ចោះញ៉ាំបាយញ៉ាំអីទៀតណាខ្ញុំភាគច្រើននឹងឃើញបងប្អូនយើងចូលចិត្តពិកនិចនៅម្ដុំនេះតែកាលដែលខ្ញុំជិះម៉ូតូឆ្នាំមុនហ្នឹងគឺសម្រាប់នៅទីនេះដោយសារជាប់ភ្លៀងមេឃអាកាសធាតុនៅទីនេះគឺអត់ទៀងទេទៅភ្លៀងមួយរំពេចហ្នឹងតែម្ដងដូចថ្ងៃខ្ញុំកាលឆ្នាំមុននៅខ្ញុំទៅហ្នឹងគឺភ្លៀងរាំងមួយផ្លែតហ្នឹងពីរ3ដងបាទដំណើរកម្សាន្តទៅកោះកុងកាលពីឆ្នាំមុនគឺពួកខ្ញុំទៅច្រើនកន្លែងគោលដៅដំបងគេហ្នឹងគឺក្នុងផ្សារក្នុងកំពើបន្ទាប់មកពួកខ្ញុំចុះមកវិញហ្នឹងក៏យើងមកឃើញស្ទឹងពពកជីផាត់អរ៉ែងរួចបានត្រឡប់មកសៀមរាបវិញតាមរយៈផ្លូវជាតិលេខ10ឆ្លងកាត់ស្ទឹងដំណាក់ក្បូនមុតនឹងបន្តិចហ្នឹងឯងបាទអានេះគឺជាស្ទឹងអរ៉ែងឆាយថ្ងៃតាមដែលខ្ញុំចាំដូចជាឈ្មោះឆាយតាប៉ាងពួកខ្ញុំបានសម្រាប់នៅអរ៉ែងមួយយប់ដែរបន្ទាប់ពីជីផាត់ទៅណាប៉ុន្តែដោយសារវីដេអូដែលខ្ញុំថតនៅអរ៉ែងហ្នឹងក៏អត់បានច្រើនដែរដោយការខ្ញុំទៅនេះគឺភ្លៀងច្រើនហើយពួកខ្ញុំមានពេលខ្លីមែនទែននៅអរ៉ែងហ្នឹងគឺគ្រាន់តែទៅសម្រាប់មួយយប់ហើយចូលលេងជាការទៅអីអញ្ចឹងណាប៉ុន្តែអត់បានថតអីវីដេអូច្រើនដែរអញ្ចឹងក៏មានតែថតស្ទឹងអរ៉ែងដែលវាស្ថិតនៅកន្លែងដែលខ្ញុំគេងព្រោះកាលនោះខ្ញុំគេងគឺនៅអរ៉ែង camping អរ៉ែង camping នេះគឺនៅមាត់ស្ទឹងអរ៉ែងហ្នឹងតែម្ដង resort គេនឹងស្អាតបាទហើយសម្រាប់ទីតាំងមួយនេះគឺស្ទឹងពពកស្ទឹងពពកនេះគឺស្ថិតនៅក្នុងស្រុកស្រែអំបិលនៅលើភ្នំតបឈៀងណាភ្នំតបឈៀងហ្នឹងគឺមានទំនប់វារីអគ្គិសនីនៅលើហ្នឹងហើយបើយើងចង់ធ្វើដំណើរទៅហ្នឹងក៏អត់ងាយចង់និយាយថាมันជាអីពិបាកខ្លាំងបងប្អូនឡានក៏ទៅដល់ដែរបាទបើកឡានឡើងដល់លើភ្នំតែម្ដងបើសិនជាយើងធ្វើដំណើរតាមរយៈផ្លូវជាតិលេខ48មកដល់ស្ទឹងសំទុះមកដល់ព្រែកស្រែអំបិលហ្នឹងយើងឆ្លងស្ពានបើន័យថាយើងមកពីភ្នំពេញវិញណាយើងឆ្លងស្ពានហ្នឹងគឺនៅនឹងគល់ស្ពានហ្នឹងគឺមានផ្លូវបត់ស្ដាំផ្លូវក្រហមហ្នឹងបងប្អូនជិះចូលតាមហ្នឹងទៅរហូតទៅត្រង់អត់មានបត់តាណាទេអញ្ចឹងទៅគឺទៅដល់សហគមន៍ភ្នំតបឈៀងហើយនៅទីនេះគឺមាន resort ច្រើនដែលគេបើកថ្មីដូចជាភូមិទឹកស្រែអីជាដើមខាងនេះទៅគឺគេនៅភូមិទឹកស្រែហើយបានព្រឹកឡើងគឺយើងជិះម៉ូតូឡើងទៅមើល sunrise មើលថ្ងៃរះហ្នឹងគឺនៅលើភ្នំតបឈៀងដែលទីតាំងមួយហ្នឹងគេហៅថាស្ទឹងពពកប៉ុន្តែតាមធម្មតាទៅមើលស្ទឹងពពកគឺត្រូវតែថាពេលហ្នឹងភ្លៀងឬពីយប់ភ្លៀងអីចឹងมันមានពពកក្រាស់ឲ្យយើងមើលចឹងណាតាខ្ញុំធ្លាប់ទៅពីរដងស្ទឹងពពកនេះលើកទី1ដែលខ្ញុំទៅហ្នឹងខែឆ្នាំ2019គឺមានពពកក្រាស់ប៉ុន្តែបានតាមផ្លែតដែរតែលើកនេះអត់ពពកជាងថាស្ដៅយ៉ាងហ្នឹងដោយសារអត់មានភ្លៀងមេឃស្រឡះបាទត្រឡប់មកជីផាត់វិញនេះគឺទឹកធ្លាក់ឆាយខ្ពស់ក៏ប៉ុន្តែជីផាត់សម្បូរទឹកជ្រោះទឹកធ្លាក់ច្រើនកន្លែងមែនទែនប៉ុន្តែខ្ញុំបានថតនៅឆាយខ្ពស់មួយអូមលូអត់បានថតទេហើយជីផាត់ក៏ពួកខ្ញុំអត់សូវមានពេលច្រើនដែរដោយសារយើងជិះម៉ូតូ
អញ្ចឹងទៅក៏ពេលវេលាហ្នឹងក៏វាខើចតាមហ្នឹងហើយណាមួយពួកខ្ញុំដែលថា trip នោះវាវែងថ្លៃអញ្ចឹងទៅក៏មកទីតាំងគឺគេងតែមួយយប់មានពេលខ្លីមែនតើអញ្ចឹងមើលអ្វីដែលអាចមើលបាននៅទីទៀតហ្នឹងណាសម្រាប់នៅទីផាត់ចាស្អាតមែនតើភាពនៅទីនោះប្រជាជនគាត់រស់នៅតាមបែបជាទម្លាប់របស់ពួកគាត់ធម្មជាតិបរិស្ថាននៅទីនេះគឺស្អាតខ្លាំងមែនតើខ្ញុំចូលចិត្តហើយមានគម្រោងទៅម្ដងទៀតតែអត់បានដឹងថាដែរហើយជាអាចឆ្នាំក្រោយឬមិនដែរព្រោះនៅទីនោះខ្ញុំតាមដែលខ្ញុំសើចមកគឺមានកន្លែងមួយកន្លែងទៀតដែលខ្ញុំអត់ទាន់បានទៅនេះគេហៅថាដំណាក់ខុសហ្នឹងគឺស្អាតមែនតើហើយបើសិនជាយើងទៅរដូវភ្លៀងឬក៏រដូវត្រជាក់ណារត់តអស្ចារ្យមែនតើជាពិសេសទឹកពេលព្រឹកព្រលឹមគឺអាប់ផ្សែងនៅលើទឹកតែម្ដងព្រោះត្រជាក់ខ្លាំងមែនតើហ្មងនៅតំបន់អរ៉ៃឬស៊ីផាត់គឺត្រជាក់ខ្លាំងមែនតើមកស្ទឹងពពកវិញតិចតាមដែលខ្ញុំដឹងណាស្ទឹងពពកឥឡូវគឺគេរកឃើញកន្លែងកំសាន្តជាច្រើនទៀតក្រៅពីទៅមើលពពកហ្នឹងគឺដូចជាទៅឡើងទៅលើ platform ជិះទូកនៅ ថតពីនេះទៅ លើបឹងនៅខាងទំនប់វារីអគ្គិសនីហ្នឹងណាហើយនឹងមានមកកន្លែងទៀតទឹកជ្រោះហើយពេលទៅរកឃើញដែរហ្នឹងគឺស្អាតខ្លាំងមែនតើប៉ុន្តែទីតាំងមួយនេះវាគ្រាន់តែជាកន្លែងដែលស្នាក់អាស្រ័យមួយយប់របស់ពួកខ្ញុំនៅពេលដែលចុះពីខ្នងក្រពើមកវិញពួកខ្ញុំគ្រាន់តែថាជិះមកទីតាំងស្ទឹងពពកនេះដើម្បីគេងមួយយប់ហើយនឹងថ្ងៃបន្តដំណើរទៅជីផាត់ណាចឹងទៅក៏ពួកខ្ញុំអត់ចង់ចំណាយពេលនៅនឹងច្រើនហើយណាមួយគ្នាខ្ញុំដែលទៅហ្នឹងគឺភាគច្រើនគឺបានទៅរួចម្ដងហើយស្ទឹងពពកនេះចឹងទៅក៏គ្រាន់តែថាអូខេយើងគ្រាន់តែស្នាក់នៅមួយយប់ដើម្បីបន្តដំណើរទៅទៀតកុំឲ្យវាឆ្ងាយពេកតែប៉ុណ្្នឹងឯងអញ្ចឹងក៏អត់បានទៅកាន់ទីតាំងថ្មីដែរតែទៅលើកទី1និងលើកទី2ឃើញថាខុសគ្នាឆ្ងាយមែនតើគាត់មានការអភិវឌ្ឍច្រើននៅលើនឹងមានរៀបចំជា platform ដើម្បីឲ្យយើងចូលទស្សនាពពកឬក៏មើលថ្ងៃរះហើយក៏មានរៀបចំជាបន្ទប់ទឹកស្អាតមានអនាម័យហើយមានកន្លែងបោះតង់បោះអីត្រឹមត្រូវអញ្ចឹងណាគឺខុសការដែលពីខ្ញុំទៅលើកទី1នេះគឺអត់ទាន់មានរៀបចំអីទាំងអស់តែម្ដងអញ្ចឹងទៅហើយ resort ដែលនៅជើងភ្នំហ្នឹងក៏បើកច្រើនមែនតើមិនមែនមានតែគុំទឹកស្រែមួយទេគឺមានមករា camping មាន resort ច្រើន3 4កន្លែងសុទ្ធតែស្អាតហើយតម្លៃសមរម្យទេសភាពស្អាតមែនតើស្អាតទេថមជាវារស័តមកឥឡូវ